ម៉ែអើរស់នៅប្រងព្រោះកូនកឹមសុខាលេងល្បែងនយោបាយជីកក្របីចម្លងភក់កឹមសុខាចាត់ទុកតំណែងប្រធានស្ដីទីគណៈបកសង្គ្រោះជាតិស្មើនឹងសម្រាមគឺគ្មានន័យទៀតឡើយសម្រាប់លោកដូចគេនិយាយមែនយៈនឹងសាច់កឹមសុខានឹងអំណាចគឺពិតជាត្រឹមត្រូវពេលបានអំណាចជាអនុប្រធានទី1រដ្ឋសភាលោកកឹមសុខាបានបំភ្លេចចោលទាំងស្រុងមិនខ្ចីនឹកនាសំបីតែបន្តិចនៅតួនាទីជាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិដែលលោកបានប្រើនាពេលកន្លងមកជាជំនួសលោកកឹមសុខាបានផ្សព្វផ្សាយនៅមុខតំណែងថ្មីរបស់ខ្លួនជាសាធារណៈដោយឲ្យមហាជនហៅគាត់ថាជាប្រធានស្ដីទីរដ្ឋសភាវិញនេះបើយោងតាមការចុះផ្សាយនៅលើទំព័រ Facebook របស់លោកក្នុងឱកាសលោកកឹមសុខាទៅចូលរួមកាន់បិណ្ឌ5នៅវត្តភ្នំសន្ទូចក្នុងខេត្តកំពង់ឆ្នាំងក្នុងពេលដែលលោកកឹមសុខាកំពុងមានយីអូនឡើងស្រើតបើប្រៀបធៀបជាមួយនឹងលោកសំរងស៊ីគឺខុសគ្នាឆ្ងាយណាស់លោកសំរងស៊ីជាតំណាងរាស្ត្រធម្មតាមួយរូបចំណែកលោកកឹមសុខាអង្គុយនៅលើកៅអីទំនើបស៊ីវិល័យគ្រាន់តែរថយន្តក៏មានតម្លៃរហូតដល់ជាង$200,000បូករួមទាំងវីឡាធំស្កឹមស្កៃជាច្រើនកន្លែងមិនត្រឹមតែប៉ុណ្ណោះលោកកឹមសុខាបានជួយយឹតយងបពពួកគ្នារបស់ខ្លួនដោយគ្រាន់តែជួយហៃអាវលើកជើងក្នុងពេលឃោសនានាពេលកន្លងមកឲ្យបានតួនាទីជាទីប្រឹក្សានិងជំនួយការផ្ទាល់ការពីពេលថ្មីនេះចំនួនជាង20នាក់និងរើសជាបន្តទៀតក្នុងនោះមានតំណែងឋានៈស្មាររដ្ឋមន្ត្រីទៀតផងដូច្នេះតួនាទីប្រធានស្ដីទីគណៈបកសង្គ្រោះជាតិវាគ្រាន់តែជាស្ពានដើម្បីចម្លងទៅកាន់តំណែងខ្លាញ់នៅក្នុងសភាតែប៉ុណ្ណោះនៅពេលនេះលោកកឹមសុខាជាប្រធានស្ដីទីរដ្ឋសភាខណៈដែលសម្ដេចប្រធានរដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសយើងសូមចោទសួរថាតើប្រជាពលរដ្ឋដែលចាញ់អបាយកលគេនឹងមកធ្វើបាតកម្មកន្លងមកតើលោកកឹមសុខាបានផ្ដល់តួនាទីអ្វីខ្លះដល់ពួកគាត់គេមិនបានឃើញលោកកឹមសុខាជ្រើសយកអ្នកដទៃណាក្រៅពីពូជពងសាច់ញាតិក្រុមគ្រួសាររបស់ខ្លួនឲ្យបានតំណែងធំនៅក្បែរគាត់នោះឡើយតើដល់ពេលណាទើបអ្នកគ្រប់គ្រងដែលងប់ងល់ជាមួយលោកកឹមសុខាភ្ញាក់ខ្លួន